បាទសួស្តីបងប្អូនទាំងអស់គ្នានេះខ្ញុំបង្ហាញពីរបៀប clean បាទទៅលើម៉ាស៊ីន print បាទពពុះ A3 បាទ PX M5041S បាទអញ្ចឹងកាលណាដែលយើងកែច្នៃបាទបំពាក់កំប៉ុងបាទដើម្បី refill ទឹកថ្នាំឬក៏ចាក់ទឹកថ្នាំថែមពីខាងក្រៅបែបនេះវាទៅយកទឹកថ្នាំនៅឆ្ងាយបាទឆ្ងាយពី cartridge ឆ្ងាយពី head វាខាងក្នុងអញ្ចឹងសម្រាប់ការប្រើប្រាស់របស់អតិថិជនបាទដែលយើងយកមកកែច្នៃប្រើប្រាស់នៅក្នុងស្រុករបៀបថែរក្សារបស់វាបាទទី1ដែលយើងត្រូវធ្វើការឆែកទឹកថ្នាំឬក៏ clean test ឬក៏ nozzle check របស់វានោះអញ្ចឹងយើងចូលទៅកន្លែង set up បាទចុចមកបន្ទាប់មកគឺយើងយកពាក្យ maintenance នេះមកបាទបន្ទាប់ពី maintenance យើងកុំតន់យក print nozzle check ខាងលើបាទយើងយក clean បាទ print head cleaning សិនបាទអញ្ចឹងបន្ទាប់មកបាទប្រជែកវាទៅយើងចុច start វាមួយបាទអញ្ចឹងកាលណាដែលយើងចុច start ហើយគឺបាទវាដំណើរការវាកំពុងតែ clean ដើម្បីបឺតទឹកថ្នាំបាទពីខាងក្រៅឲ្យវាប្រសេសជាងទឹកថ្នាំបានល្អបាទដោយសារតែយើងកែច្នៃបំពាក់កំប៉ុងពីខាងក្រៅអញ្ចឹងហើយយើងត្រូវប្រើពេលមួយអាទិត្យឬក៏5ថ្ងៃអី clean ដើម្បីឆែកបាទទៅលើ color វាម្ដងបាទនេះវាកំពុងតែបាទដំណើរការ clean ដើម្បីបឺតទឹកថ្នាំពីខាងក្រៅមកបាទអញ្ចឹងទឹកថ្នាំគឺរត់តាមយោនេះទៅបឺតបាទឲ្យវា processing ជាប្រចាំបាទកុំឲ្យស្ងួតក្បាលហេតុបាទកុំឲ្យស្ងួត cartridge របស់វាបាទបន្ទាប់ពេលដែលវា clean ហើយយើងចុចយកពាក្យដានមកបាទឬក៏បាទខាងមកក៏ចង់ print test nozzle check ឥឡូវយើង test color របស់វាបាទដើម្បី check បាទទិន្នន័យជាក់ស្ដែងពីទឹកថ្នាំបាទយើងចុច start មកវាចាប់ផ្ដើម print បង្ហាញបាទជាមួយនឹងលទ្ធផលទឹកថ្នាំថាវាមកគ្រប់ line បាទគ្រប់ color បាទបែបណាគឺវាបង្ហាញនៅកន្លែងហ្នឹងបាទលទ្ធផលវាបង្ហាញបែបនេះទិន្នន័យវាបង្ហាញបែបនេះគឺបញ្ជាក់ថាគឺគ្មាន color ពណ៌ណាមួយណាដែលវាដាច់ទេបាទនេះតែ head មកពេញស្អាតបាទអញ្ចឹងបាទខាងបងក៏អាច print ទៅលើតេស្តឯកសារដែលមានតាក់ទងជាមួយនឹង color ច្រើនបាទគឺវាមកច្បាស់ស្អាតបាទអរគុណច្រើនវីដេអូនេះបង្ហាញពីរបៀប clean បាទទៅលើម៉ាស៊ីនEpson បាទ PX បាទ M50 បាទ PX M50 41S បាទបន្ទាប់មកពីវាចេញបែបហ្នឹងហើយបាទយើងចុចដានមករួចជាស្រេចបាទអរគុណច្រើនវីដេអូមានតែប៉ុណ្្នឹង